មនុស្សម្នាក់នេះហ៊ានប៉ះពាល់អនាគតប្រពន្ធយើងគេមិនអាចរួចខ្លួនបានទេកុលតែកូនមានរឿងអីកូនកុំធ្វើឲ្យម៉ែភ័យណាកូនកូនចៅអ្នកណាគេទៅណមុខស្រស់ស្អាតគ្រាន់បើអើយសាច់វិញឡើងសខ្ចីតែម្ដងហើយទោះបីមុននេះទើបស៊ីស្មៅចាស់រួចប៉ុន្តែពេលបានឃើញអូនហើយកម្លាំងមានព្រឹសពេញបឹបតែម្ដងអាមេត្រីអើយឆ្ងាញ់មាត់ហើយវើយស្ងាត់ល្អណាស់សប្បាយជាមួយបងណាអូនសម្លាញ់លោកសិទ្ធិសាកផ្លែមៀននេះមើលផ្អែមឆ្ងាញ់ណាស់ផ្លែប៉ោមនេះក៏ឆ្ងាញ់ដែរផ្អែមស្រួយឆ្ងាញ់តែម្ដងឆ្ងាញ់ចាញ់នាងទេហ៎ជាការពិតមែនទេលោកម្ចាស់អីហាក្រអូបណាស់មើលអូនខាងនេះទៀតមើលអាយ៉ាលោកសេដ្ឋីមនុស្សពួកយើងដែលនៅស្កាត់សម្លាប់លោកប្រុសទេពនោះពេលនេះស្លាប់គ្មានសល់ម្នាក់ទេចង្រៃយោគ្មានបានការមែនមនុស្សម្នាក់សោះសម្លាប់មិនបានចវាយតើពួកយើងត្រូវធ្វើយ៉ាងម៉េចទៀតទៅឯងគិតថាគេទុកឲ្យពួកយើងរស់ស្រួលហ៎វាច្បាស់ជាស៊ើបដឹងរឿងយើងរកស៊ីខុសច្បាប់និងរឿងដែលពួកយើងទៅសម្លាប់គេមិនខានមានតែវិធីមួយទេគឺពួកយើងត្រូវចាក់ចេញពីកន្លែងនេះនៅឈរអល់ឯកដល់ណាទៀតអាមិនកំឆាប់រៀបចំឲ្យវ៉ាន់ទៅយើងនឹងចាក់ចេញទាំងយប់នេះបានចវាយខ្ញុំនឹងប្រាប់ដំណឹងនេះទៅអ្នកគ្រប់គ្នាសួយមែនតែមិនអីទេមានឱកាសពេលណាយើងនឹងសងសឹកនេះជាបន្ទប់របស់អ្នកនាងខ្វះខាតអីប្រាប់ពួកខ្ញុំបានហើយខ្ញុំក្រអូបទៅបានឲ្យបងពេលនេះអ្វីខ្ញុំគ្មានទេមិនថាលុយកាក់ទ្រព្យសម្បត្តិខ្ញុំគ្មានអ្វីទាំងអស់អូមិនបានទេអ្នកនាងក៏អូមិនបានទេបើសិនជាលោកម្ចាស់ដឹងពួកខ្ញុំច្បាស់ជាវីវមិនខានទេហេតុអីទៅបងលោកម្ចាស់កាច់ណាស់មែនទេមិនហៅថាកាច់ទេប៉ុន្តែច្បាស់លាស់គឺ1ដឹង1 2ដឹង2នេះគឺជាច្បាប់ទម្លាប់វិន័យក្នុងផ្ទះនេះការគោរពស្មោះត្រង់និងឲ្យតម្លៃចំពោះអ្នកដទៃពួកយើងបើជាបាវព្រាវត្រូវតែប្រព្រឹត្តឲ្យល្អការប៉ុនចឹងទេឯងចាអ្នកនាងលោកម្ចាស់គឺជាមនុស្សម៉ឺងម៉ាត់ម៉ត់ចាត់ខ្លាំងណាស់ចំពោះច្បាប់វិន័យប៉ុន្តែលោកម្ចាស់គឺជាមនុស្សល្អទេហើយក៏ជាមនុស្សដែលមានទឹកចិត្តល្អបំផុតកូនចៅណាដែលមានទុក្ខធរៈអីក៏លោកម្ចាស់តែងតែជួយគ្រប់គ្នាគ្រាន់តែថាចាំមិនទៀតបងមិនចូលចិត្តអ្នកកុហកទេលោកម្ចាស់ជាមនុស្សត្រង់ទៅត្រង់មកដូច្នេះអ្នកដែលនៅក្នុងផ្ទះនេះក៏ត្រូវតែត្រង់ទៅត្រង់មកដែរនិយាយគ្នាទៅគ្មានអ្នកណាអាចធ្វើអ្វីលាក់ក្រៅពីកសែភ្នែករបស់លោកម្ចាស់បានទេកូនចៅណាមានរឿងអីលោកម្ចាស់មើលតែមុខទៅក៏លោកម្ចាស់ដឹងបាត់ទៅហើយប៉ុន្តែអ្នកនាងត្រូវជាអ្វីនឹងលោកម្ចាស់របស់ពួកខ្ញុំដែរទៅសំណុកពួកខ្ញុំរៀបចំខ្លួនឲ្យបានល្អស័ក្តិសមនឹងឋានៈរបស់អ្នកនាងខ្ញុំគឺមិនត្រូវជាអ្វីនឹងលោកម្ចាស់របស់បងទេប៉ុន្តែខ្ញុំត្រូវបានលោកម្ចាស់បងទាំងពីរជួយខ្ញុំពីមនុស្សអាក្រក់ការពិតចឹងទេអីខ្ញុំស្មានតែអ្នកនាងជាមនុស្សសំខាន់របស់លោកម្ចាស់របស់ខ្ញុំតើគ្មានទេអត់ទេណាប៉ុន្តែគុណដែលលោកម្ចាស់ពួកបងជួយខ្ញុំលើកនេះខ្ញុំក៏ចាំទុកក្នុងចិត្តរហូតណាស់ហើយចុះចាំពេលក្រោយពួកយើងជជែកគ្នាទៀតពេលនេះអ្នកនាងងូតទឹកផ្លាស់សម្លៀកបំពាក់និងសម្រាប់យកកម្លាំងសិនទៅអាហារពេលល្ងាចមកដល់ចាំខ្ញុំមកអញ្ជើញអ្នកនាងចាស់បងប៉ុន្តែពួកបងមិនទាន់ប្រាប់ឈ្មោះខ្ញុំផងពួកបងមានឈ្មោះអីដែរទៅបងឈ្មោះរំដួលចំណែកខ្ញុំវិញឈ្មោះនាងផ្កាព្រឹកហៅព្រឹកក៏បានដែរអរគុណបងរំដួលបងប្រឹងសង្ឃឹមថាថ្ងៃក្រោយជួយណែនាំខ្ញុំផងណាចាខ្ញុំពិតជាឆ្ងល់ណាស់ហេតុអីបានជាលោកម្ចាស់ជួយខ្ញុំល្ងាចនេះខ្ញុំត្រូវតែសួរឲ្យបានដឹងការពិនព្រោះមើលទៅលោកម្ចាស់នឹងមានអ្វីលាក់បាំងជាមិនខាននោះទេលោកពងអ្នកម៉ែកូននឹកលោកទាំងពីរណាស់តើអ្នកទាំងពីរបានសុខទេអ្នកទាំងពីរដឹងទេថាគេបានលក់កូនឲ្យទៅមនុស្សអាក្រក់សំណាងណាស់ដែលកូនបានលោកម្ចាស់ជួយទាន់កុំអីខ្លួនប្រុសរបស់កូនមិនដឹងទៅជាយ៉ាងណាទេកំពុងនឹកលោកពុករបស់អ្នកនាងមែនទេចាលោកម្ចាស់មកក្នុងបន្ទប់របស់ខ្ញុំម្ចាស់មានការអ្វីឲ្យនាងខ្ញុំបម្រើមែនទេគ្មានអីទេខ្ញុំគ្រាន់តែចង់មកជជែកលេងជាមួយអ្នកនាងអាហារល្ងាចមិញត្រូវមាត់ទេទៀនម្ចាស់ឆ្ងាញ់គ្រប់មុខតែម្ដងហើយ
ខ្ញុំម្ចាស់សូមអរគុណលោកខ្លាំងណាស់ដែលបានជួយខ្ញុំពីមនុស្សអាក្រក់នោះជាពិសេសផ្ដល់កន្លែងស្នាក់នៅឲ្យខ្ញុំម្ចាស់ថែមទៀត ហេតុអីក៏និយាយបែបនេះការការពារគូទៅដឹងខ្លួនឯងគឺជាទួនាទីរបស់បងឃើញអូនសុខសប្បាយបងសប្បាយចិត្តណាស់ទៅហើយ តើរឿងគូដណ្ដឹងនេះវាចាំមិនទៅលោកម្ចាស់អាចនិយាយប្រាប់ខ្ញុំផងបានទេ អូមិនលាក់បាំងនឹងអូនទេកាលប្រហែលឆ្នាំមុនលោកឪពុករបស់អូននិងលោកឪពុករបស់បងបានជួបគ្នាហើយក៏និយាយរឿងនេះឲ្យបងដឹងពេលហ្នឹងបងក៏ភ្ញាក់ផ្អើលដែរពីព្រោះពួកគាត់បានភ្ជាប់មាត់ភ្ជាប់ពាក្យគ្នាតាំងពីមិនទាន់មានពួកយើងម្លេះអូខានជួបគ្នាច្រើនឆ្នាំហើយតើការរកស៊ីរបស់លោកសេដ្ឋីហងយ៉ាងម៉េចដែរអូមិនមែនជាបញ្ហាអ្វីទេការរកស៊ីដោយរលូន តែនេះឆ្ងាញ់ណាស់ពេលទៅវិញយកខ្លះទៅទុកឆុងហូបទៅមិនបាច់ទេមកហើយខ្ចប់ទៅវិញយ៉ាងម៉េចហើយចោះចំនួនសម្លាញ់ឯងវិញយ៉ាងណាយ៉ាងណីដែរមិនអីទេតិកតក់តាមរដូវកាលក្មួយទេពមិនទាន់មកពីធ្វើការវិញទេហើយថ្ងៃលិចថ្មនេះទៅហើយប្រហែលជាចិត្តមកដល់ហើយទេដឹងអូនោះនឹកដើមមកដល់ល្មមអូអាយុវែងផុសគេនេះជំរាបសួរលោកពុកជំរាបសួរលោកពូថ្ងៃនេះទំនេរបានជាមកលេងលោកពុកខ្ញុំនឹងហើយក្មួយមកអង្គុយសិនមកបាទបាននិយាយអំពីលោកពូហើយនឹងលោកពុកក្មួយជាមិត្តភ័ក្តិនឹងគ្នា30-40ឆ្នាំឥឡូវហើយជាមិត្តកំសត់កំរនឹងគ្នាពិតមែនតែបើលោកពូមិនមកលេងទេលោកពុកក្មួយនោះមិនទៅលេងលោកពូទេ ថ្ងៃមុនលោកពុករំលឹកអំពីឈ្មោះរបស់លោកពូដែរលោកពុកថាលោកពូគឺជាមិត្តល្អចេះយោគយល់មិត្តភ័ក្តិឲ្យចេះរកស៊ីមានបានដូចគ្នាគ្រួសារក្មួយមានបានដល់សពថ្ងៃនេះដោយសារការបង្ហាញផ្លូវរបស់លោកពូដែរមិនដល់ថ្នាក់នឹងទេលោកក្មួយនេះដោយសារតែពុកក្មួយទេពនេះជាមនុស្សដែលមានសមត្ថភាពខ្លាំងពូកែផងដែរ អរគុណលោកសេដ្ឋីហងហើយដែលបានសរសើរដាក់ខ្លួនពេកហើយត្រូវហើយកូនទេពលោកពុកមានរឿងមួយចង់ប្រាប់កូនដែរណាតើរឿងអ្វីទេលោកពុកកាលពីខ្មោចម្ដាយកូននិងខ្មោចប្រពន្ធលោកពូនៅរស់ពួកយើងទាំងពីរគ្រួសារបានភ្ជាប់មាត់ភ្ជាប់កបើអ្នកណាមានកូនស្រីឬក៏កូនប្រុសយើងនឹងធ្វើដន្លងនឹងគ្នាថាម៉េចណែមិនខុសទេពេលនេះលោកពុកគិតថាកូនមានឱកាសការងារធ្វើត្រឹមត្រូវវ័យរបស់កូនក៏សមល្មមដូច្នេះវាសមស្របដែលលោកពុកប្រាប់កូនហើយណារឿងនេះខ្ញុំស្រេចតែលើលោកពុកទៅចុះប៉ុន្តែកូនមិនដែលឃើញកូនស្រីរបស់លោកពូផងនឹងតើនាងស្រឡាញ់កូនវិញដែរទេកូនស្រីក្រអូបជាក្មេងល្អទន់ភ្លន់ស្មោះត្រង់និងគួរឲ្យស្រឡាញ់ណាស់ណែលោកពូជឿថាកូនក្រអូបនឹងមិនបដិសេធទេណាថ្ងៃអាទិត្យខាងមុខនេះនៅខាងភូមិរបស់លោកពូរស់នៅគេធ្វើបុណ្យកឋិនទានយ៉ាងណាដែរបើសិនជាពូចង់ឲ្យពួកក្មួយនឹងបានស្គាល់គ្នាមិនបាច់ទេលោកពូខ្ញុំជឿជាក់លើលោកពូហើយនឹងលោកឪពុកហើយក្មួយសុំទៅមើលអូនក្រអូបពីចម្ងាយសិនក៏បានដែរចំណែករឿងរៀបការក្មួយសុំ3ឆ្នាំទៀតដោយសារក្មួយត្រូវសិក្សាផ្នែកច្បាប់នៅរាជធានីត្រឡប់មកវិញក្មួយនឹងចូលស្ដីទៅដឹងអូនក្រអូបរៀបការតែម្ដងបានណែរឿងនេះទើបជារឿងសំខាន់ តាមពិតរឿងគឺអញ្ចឹងសោះសុំទោសផងបើកុំតែបងបដិសេធការជួបអូនម្លេះសំពេលនេះពួកយើងបានស្គាល់គ្នាហើយចំពោះរឿងមង្គលការដូចជាលឿនពេកទៅដឹងពេលនេះខ្ញុំត្រូវសងសឹកអ្នកដែលសម្លាប់ឪពុករបស់ខ្ញុំសិនចំពោះរឿងនេះអូនមិនបាច់បារម្ភទេបងនឹងសងសឹកជំនួសអូនបើសិនជាលោកម្ចាស់ពិតជាជួយរកយុត្តិធម៌ដល់ពុកមិននោះអញ្ចឹងខ្ញុំម្ចាស់ពិតជាសប្បាយចិត្តណាស់ត្រូវហើយរឿងដែលលោកម្ចាស់ជួយខ្ញុំពីសេដ្ឋីចក្រីនោះតើវាជារឿងចៃដន្យឬក៏លោកម្ចាស់ដឹងមុនចៃដន្យទេពេលកំពុងធ្វើដំណើរបងក៏រកឃើញអូនត្រូវបានគេចាប់រួចហើយបងក៏តាមហើយក៏ឲ្យពួកគេស៊ើបហេតុអីអូនត្រូវចាប់ខ្លួនបែបនេះក៏បងដឹងថានេះគឺជាទង្វើដ៏អាក្រក់របស់ម្ដាយចុងអូនហ៊ានលក់អូនឲ្យទៅគេមិនខុសទេអូនមិននឹកស្មានថាគេធ្វើដល់អូនបែបនេះសោះទាំងដែលអូនខំគោរពស្រឡាញ់គាត់ណាអ្វីដែលគេសាងវានឹងធ្លាក់ទៅលើគេវិញនៅថ្ងៃណាមួយបងសន្យា
អ្វីដែលម្ដាយចង់អូនធ្វើដាក់លោកពូបងត្រូវតែបង្ហាញការពិតឲ្យគ្រប់គ្នាបានដឹងសូម្បីរឿងគេលួចអូនឲ្យទៅសេដ្ឋីគំរក់នោះដូចគ្នាការពិតយ៉ាងណាបងនឹងវិច្ចមុខឲ្យគេដាក់ទោសឲ្យទាល់តែបានអ្វីដែលធ្លាប់ជារបស់អូននឹងត្រូវតែជារបស់អូនវិញ គ្រាន់តែលើលោកម្ចាស់និយាយប៉ុណ្ណឹងខ្ញុំពិតជាសប្បាយចិត្តណាស់ទៅហើយខ្ញុំមិនដឹងថាសងគុណលោកម្ចាស់ចាំមិនអស់ទេ ឲ្យតែអូនព្រមរៀបការជាមួយបងអ្វីក៏មិនបាច់សងគុណដែរព្រោះបងមិនត្រូវការទេសូមត្រឹមបានមើលថែអូនផ្ដល់ភាពកក់ក្ដៅឲ្យអូន ខ្ញុំចិត្តព្រមជីវិតមួយនេះខ្ញុំផ្ញើលើលោកហើយ បងសន្យាបងនឹងមើលថែអូនឲ្យល្អបំផុតខែក្រោយយើងនឹងរៀបចំពិធីហើយ ស្រេចតែលោកម្ចាស់ទៅចុះ បងមិនរំខានទៀតទេអូនសម្រាប់ម្នាក់ឯងបានទេឬក៏ត្រូវការអ្នកបម្រើម្នាក់មកសម្រាប់ក្បែរ អូនអាចនៅម្នាក់ឯងបាន ល្អរាត្រីសួស្តី រាត្រីសួស្តី ជំរាបលោកម្ចាស់ឆាប់និយាយមកពួកយើងបានកម្ចាត់កូនចៅលោកចក្រៃអស់ហើយម្នាក់ក៏មិនសល់ដែរល្អសូមលោកជួយបន្តស៊ើបអំពីការរកស៊ីខុសច្បាប់របស់គេឲ្យខ្ញុំមនុស្សម្នាក់នេះហ៊ានប៉ះពាល់អនាគតប្រពន្ធយើងគេមិនអាចរួចខ្លួនបានទេប៉ុន្តែលោកម្ចាស់ឮថាពួកគេកំពុងរៀបចំកិច្ចខ្លួនយប់នេះហើយលោកឆាប់រៀបចំសេះឲ្យខ្ញុំទៅចាត់ការគេដោយផ្ទាល់ដៃណែប៉ុន្តែគ្រោះថ្នាក់ណាស់លោកម្ចាស់កូនចៅគេមានច្រើនណាស់តើលោកចង់ឲ្យខ្ញុំមកជប់ពីការងារអូមិនហ៊ានទេទៀនបើអញ្ចឹងខ្ញុំទៅរៀបចំសេះជូនសិនឆាប់ទៅ លោកស្រីហើយវាស្អីឯងមានការអីត្រហេបត្រហប់យ៉ាងនេះអូខ្ញុំបានដំណឹងមកថាអ្នកនាងកអូបត្រូវបានគេជួយហើយចំណែកកូនចៅលោកសេដ្ឋីមួយចំនួនត្រូវគេសម្លាប់ចោលអស់ពេលនេះលោកសេដ្ឋីនិងកូនចៅដែលនៅសល់កំពុងតែធ្វើចំណាក់ស្រុកចេញពីផ្ទះរបស់លោកហើយវីវ៉ូហើយតិចលោកគេចោះចាប់លោកសេដ្ឋីជួយដូរមនុស្សទៅហើយចោះរឿងនេះក៏អូបមិនធ្លាក់ដល់យើងទេហីនាងអើយមិនស្រួលទេហើយគិតចាំមិនចេះទៅនេះរួចចុះកូនកុលនៅបន្ទប់នាងតើអីអើយអ្នកនាងនៅក្នុងបន្ទប់ប៉ុន្តែលោកស្រីអ្នកនាងពេលត្រឡប់មកពីផ្សារវិញអ្នកនាងហាមមិនអោយខ្ញុំចូលទៅទេបាយក៏អ្នកនាងមិនទាន់ហូបដែរនាងទៅរៀបបាយឲ្យកូនយើងទៅហៅវិញណាអាចារ្យលោកស្រីអាចចង្រៃជោអាថោកទៀមយើងដុសក្លិនអាចចង្រៃអញអីអស់អាថោកទៀមឯងជាមនុស្សថោកទៀមខ្លាំងណាស់យើងស្អប់ឯងហេតុអីក៏យើងមកជួបរឿងបែបនេះយើងពិតជាស្អប់ឯងណាស់អាថោកទៀមកុំឲ្យយើងដឹងថាឯងនៅទីណាឲ្យសោះយើងនឹងសម្លាប់ឯងកូនកុលនេះកូនងូតទឹកជូរម្លេះនៅមិនទាន់ហើយទៀតទេនៅមិនទាន់រួចទេណាម៉ែមានការអីជាមួយកូនចាំស្អែកចាំនិយាយគ្នាបានទេកុលសំឡេងកូនដូចជាយំតើកូនយំមែនទេអ្នកណាធ្វើអីកូនម៉ែគ្មានទេណាម៉ែកុលតើកូនមានរឿងអីកូនកុំធ្វើឲ្យម៉ែភ័យណាកូនអ្នកម៉ែជួយកូនផងអាចចង្រៃនោះវាអ្នកណាធ្វើបាបកូនមែនទេតើអ្នកណាប្រាប់ម៉ែមកម៉ែនឹងទៅសម្លាប់គេចោលវាចាប់រំលោភកូនយ៉ាងព្រៃផ្សៃណាស់អ្នកម៉ែរូបភាពនៅនឹងភ្នែកកុំជុំណាកូនណាកុំជុំតើវាជាអ្នកណាទៅកូនកូនមិនស្គាល់វាទេអ្នកម៉ែវាជប់កូនតាមផ្លូវវាក៏អកកូនមួយចង្គង់ហើយវាអាសត្វដេរឆានហ៊ានធ្វើបាបកូនស្រីយើងមិនអត់អន់ឲ្យឯងទេកូនមិនចង់រស់ទេអ្នកម៉ែកូនខ្មាស់គេណាអត់ទេណាកូនមិនអាចគិតខ្លីបែបនេះបានទេយ៉ាងណារឿងនេះក៏គ្មានអ្នកណាដឹងក្រៅពីកូននិងគេដែរត្រូវទេឲ្យតែរកគេឃើញយើងត្រូវតែសម្លាប់គេបំបិទមាត់ហើយរឿងនេះច្បាស់ជាគ្មានអ្នកណាដឹងទេពេលនេះកូនខ្ពើមខ្លួនឯងណាអ្នកម៉ែតង្វើថោកទាបនោះវានៅនឹងភ្នែករបស់កូនកូនម៉ែហេតុអីក៏រឿងនេះធ្លាក់មកលើកូនស្រីម៉ែបែបនេះម៉ែនឹងសងសឹកឲ្យកូនម៉ែនឹងឲ្យគេស៊ើបឲ្យដឹងថាអាឆ្កែថោកទាបនោះជាអ្នកណាយើងនឹងមិនទុកជីវិតឯងទេអាចចង្រៃយអើយ បន្ទាប់ពីកុលត្រូវបានគេចាប់រំលោភតើជីវិតនាងនឹងទៅជាយ៉ាងណាសូមកុំភ្លេចរងចាំតាមដានទស្សនាភាគបន្តសូមអរគុណ